សួស្តីបងប្អូនអ្នកគ្នាបាទថ្ងៃនេះគឺជាថ្ងៃទី16ខែ5ឆ្នាំ2025បាទអញ្ចឹងថ្ងៃនេះផងដែរយើងមិនធ្វើការបាញ់ UT 48បាទដែលមានសារធាតុរបស់វាគឺ glyphosate បាទអញ្ចឹងថ្នាំនេះគឺយើងយកមកបាញ់សម្រាប់ស្មៅនៅក្នុងចំការចន្ទីបាទនេះគឺជាថ្នាំរបស់យើងបាទអញ្ចឹងសម្រាប់វិធីលាយគឺមាននៅក្នុងនឹងស្រាប់នេះបងប្អូនអាចមើលបានបាទអញ្ចឹងនេះគឺជាប្រភេទស្មៅដែលយើងនឹងមកធ្វើការបាញ់បាទស្មៅនៅតាមជួរចន្ទីបាទនៅពេលដែលយើងធ្វើការបេះចន្ទីហើយក៏ចាប់ផ្ដើមមានស្មៅដុះមកច្រើនមែនតើបាទឥឡូវដោយសារតែពេលនេះគឺជាកំឡុងពេលនៃការធ្លាក់ភ្លៀងបាទបងប្អូនអញ្ចឹងទៅធ្វើឲ្យស្មៅដុះមកច្រើនមែនតើបាទគ្រប់ជួរបាទគឺមានស្មៅបាទនេះបាទឲ្យមើលជួរនេះបាទជួរនេះក៏ស្មៅក្រាស់ដូចគ្នាដែរបាទនេះស្មៅមែនតើបាទបងប្អូនអញ្ចឹងបើសិនជាទុកតែ4-5ថ្ងៃទៀតគឺប្រកាសជាលិចក្បាលជាមិនខានទេបាទអញ្ចឹងទៅយើងនឹងធ្វើការបាញ់នៅក្នុងថ្ងៃនេះតែម្ដងបាទបងប្អូនអ្នកគ្នានេះគឺជាសកម្មភាពក្នុងការបញ្ចូលទឹកចូលទៅក្នុងធុងដើម្បីលាយថ្នាំមុននឹងធ្វើការបាញ់បាទបងប្អូនដូចដែលបងប្អូនបានមើលពីដើមវីដេអូអញ្ចឹងគឺឃើញរូបក្ដុងពណ៌ខៀវបាទអញ្ចឹងនេះគឺជារូបរាងនៃក្ដុងថ្នាំរបស់យើងបាទដែលមាននិមិត្តសញ្ញាសេះសមុទ្របាទបងប្អូនអញ្ចឹងយើងនឹងធ្វើការលាយតែម្ដងបាទអញ្ចឹងសម្រាប់វិធីលាយគឺបងប្អូនបានឃើញនៅក្នុងសម្បកក្ដុងស្រាប់ហើយថាគេលាយចំនួនប៉ុណ្ណាបាទអញ្ចឹងយើងកុំឲ្យខាតពេលច្រើនយើងទៅមើលសកម្មភាពក្នុងការបាញ់ទាំងអស់គ្នាតែម្ដងបាទហើយមួយវិញទៀតនៅពេលដែលយើងធ្វើការបាញ់នៅក្នុងថ្ងៃនេះហើយអញ្ចឹងនៅសប្តាហ៍ក្រោយបាទខ្ញុំនឹងធ្វើការថតជូនបងប្អូនម្ដងទៀតបាទបន្ទាប់ពីយើងបានមើលពីរូបរាងរបស់ថ្នាំនិងថាចំការអំបញ្ញមិញហើយថាវាមានស្មៅក្រាស់កម្រិតណាហើយបាទអញ្ចឹងយើងនឹងទៅមើលវិធីក្នុងការបាញ់ទាំងអស់គ្នាហើយយើងនឹងតាមដានវានៅសប្តាហ៍ក្រោយថាតើក្រោយពីយើងបានបាញ់ហើយវានឹងងាប់បានកម្រិតណាបាទអញ្ចឹងយើងទៅទស្សនាមើលការបាញ់ទាំងអស់គ្នាបាទអញ្ចឹងបងប្អូនទាំងអស់គ្នានេះគឺជាសកម្មភាពក្នុងការបាញ់ថ្នាំស្មៅបាទអញ្ចឹង48បងប្អូនបាទអញ្ចឹងយើងមើលចំណាំកន្លែងគល់នេះបាទដែលយើងធ្វើការបាញ់នៅក្នុងថ្ងៃនេះថ្ងៃទី16នេះបាទបងប្អូនអញ្ចឹងនៅពេលដល់ថ្ងៃកំណត់ឬក៏មួយអាទិត្យក្រោយខ្ញុំនឹងមកថតឲ្យបងប្អូនមើលថាតើវាងាប់បានកម្រិតណាបាទអញ្ចឹងយើងតែចាំមើលទស្សនវិជ្ជានៅសប្តាហ៍ក្រោយទាំងអស់គ្នាបាទ